ខ្មោចបាយថ្នាំពេលដែលគាត់នៅរស់គាត់តែងតែបង្កបញ្ហាបង្កភាពភ័យខ្លាចដល់អ្នកស្រុកអ្នកភូមិសូម្បីតែពេលដែលគាត់ស្លាប់ទៅហ្នឹងណាគាត់ក៏នៅតែបន្តធ្វើរកពីចម្លែកគួរឲ្យខ្លាចដាក់គេដាក់ឯងថែមទៀតសូម្បីតែម៉ាក់ប៉ារបស់គាត់ហ្នឹងណាក៏មានអារម្មណ៍ខ្លាចបងហ្នឹងតាំងពីពេលគាត់នៅរស់រហូតដល់គាត់ស្លាប់ដែរព្រោះតែសំខាន់ទៀតហ្នឹងណាបងប្រុសម្នាក់ហ្នឹងគឺគាត់ស្លាប់ដោយសារតែគាត់ឡើងទៅលើដំបូលផ្ទះខ្លួនឯងរួចលុបលើដំបូលផ្ទះហ្នឹងលេងនឹងឯងចំពោះរឿងរ៉ាវដែលគាត់បានចែកម្លែកមកនេះគាត់ឈ្មោះថាបងឌីប្រាប់ថារឿងរ៉ាវមួយនេះវាគឺជារឿងរ៉ាវដែលកើតឡើងនៅក្នុងភូមិរបស់គាត់ហើយកើតឡើងទៅលើក្រុមគ្រួសារដែលជិតខាងរបស់គាត់កាលពីក្នុងឆ្នាំ2013-2014នឹងឯងកាលពីក្នុងឆ្នាំ2013-2014នៅក្នុងភូមិរបស់គាត់គឺសម្បូរក្មេងលេងថ្នាំចាមខ្លាំងមែនទែនដោយក្មេងៗទាំងអស់នោះអ្នកខ្លះទៅគាត់អាយុ13-14ឆ្នាំអញ្ចឹងណាគាត់ជួបឆ្នាំនៅក្នុងភូមិក៏ជាបញ្ហាដល់គេឯងក៏មានដែរយកខ្លះទៀតគឺពួកគាត់ជិះម៉ូតូជាក្រុមស្រែកឡូឡាផ្អើលពេញភូមិទោះបីជាមានប៉ូលីសឬមួយក៏មេភូមិគេមកបង្ក្រាបអីក៏ដោយក៏ពួកគាត់នឹងក៏អត់ស្ដាប់ចឹងបងប្អូនគាត់នៅតែបង្កបញ្ហាបង្កការភ័យខ្លាចដល់គេដល់ឯងពេលខ្លះទៀតណាពេលដែលគាត់លួចលុយម្ដាយឪពុករបស់គាត់យកទៅទិញថ្នាំមកបានអញ្ចឹងគាត់ដើរលួចឆ្នាំងបាយលួចអីអ្នកភូមិហ្នឹងយកទៅវិថាទៅលក់ដូរយកលុយលុយទាំងថ្នាំលេងអីក៏មានដែរបងប្អូនចឹងតែបងប្អូនបើសិនជាគាត់ឆ្លងកាត់នៅក្នុងភូមិអាចចំនួនឆ្នាំដែលគេល្បីរឿងញៀនថ្នាំហ្នឹងប្រហែលជាដឹងថារឿងនេះគឺវាគួរខ្លាចខ្លាំងកម្រិតណានៅក្នុងចំណោមអ្នកដែលគេញៀនថ្នាំទាំងអស់ហ្នឹងក៏មានកូនរបស់អ្នកជិតខាងគាត់ម្នាក់ដែរដែលបងប្រុសម្នាក់ហ្នឹងគឺគាត់មានអាយុ23ឆ្នាំហើយផ្ទះរបស់គាត់គឺមានសមាជិកទាំងអស់គឺតែ3នាក់ទេមានម្ដាយរបស់គាត់អាយុ50ឆ្នាំឪពុកអាយុ60ឆ្នាំហើយនឹងគាត់អាយុ23ឆ្នាំនឹងឯងបងប្រុសម្នាក់ហ្នឹងគឺគាត់ជក់ថ្នាំរយៈពេល2ទៅ3ឆ្នាំឯដល់គ្នាគាត់ជក់ថ្នាំគេចាប់ទៅឃុំឃាំងទៅកន្លែងមណ្ឌលកែប្រែម្ដងហើយពេលដែលប្រឡែងចេញមកវិញគាត់នៅបន្តធ្វើអញ្ចឹងទៀតគាត់និយាយថាការខ្លាំងពេលគាត់បែកថ្នាំម្ដងអត់មានថ្នាំលេបអីចឹងណាគាត់តែស្រែកឡូឡារត់ពេញផ្ទះខ្លួនឯងគាត់ថាទៅកាន់ដបងកាន់កបិតកាន់អីហ្នឹងណាដេញកាប់ម្ដាយរបស់គាត់ពេញភូមិអីក៏មានដែរម្ដាយរបស់គាត់ឲ្យទៅពីកូនបែកថ្នាំម្ដងគឺរត់អស់ឲ្យផ្អើលពេញភូមិពេញស្រុកឲ្យប៉ូលីសនៅពេលដែលគេមកបងប្រុសគាត់ឆ្លាតដែរគាត់រត់ទៅបាត់ចឹងទៅពេលដែលប៉ូលីសទៅបាត់គាត់ត្រឡប់មកវិញចឹងទៅហើយធម្មតាចិត្តជាម្ដាយឪពុកមិនអាចចិត្តតែប្តឹងគេឲ្យចាប់កូនឯងបានទេគាត់នៅតែមានអារម្មណ៍មួយគឺអាណិតអីចឹងបងប្អូនគាត់គិតថាកូនប្រុសរបស់គាត់នឹងអាចនឹងកែនឹងឯងហើយនៅក្នុងឆ្នាំហ្នឹងទៀតបងប្អូនសូម្បីតែម្ដាយឪពុករបស់បងឌីហ្នឹងណាក៏អត់សូវទុកចិត្តបងឌីទេគាត់ខ្លាចថាបងឌីហ្នឹងនឹងលួចលេងថ្នាំដូចគេឯងចឹងទៅដោយសារជំនាន់ហ្នឹងគាត់រៀនថ្នាក់ទី10ពីដែរហើយចឹងគាត់និយាយថាមានមិត្តភក្តិបងភឿននេះច្រើនចឹងទៅចឹងម៉ាក់ប៉ារបស់គាត់គឺនិយាយថាចង់ដឹងខ្លាំងមែនតើគាត់រាប់អានអ្នកណាខ្លះគាត់ចេញពីសាលាទៅណាទៅណីអីគឺម៉ាក់ប៉ារបស់គាត់គឺស្ទ្រិចខ្លាំងមែនតើខ្លាចថាកូនដើរផ្លូវខុសទៅញៀនថ្នាំនឹងឯងប៉ុន្តែគាត់គឺអត់ទេទាំងអស់គ្នាចឹងគាត់ថាបងប្រុសចិត្តខាងរបស់គាត់ហ្នឹងណាពេលខ្លះទៅគឺម៉ាក់របស់គាត់កំពុងតែបេះបន្លាយគៀនតែសុកគឺស្រែកជេរម៉ាក់គាត់បើមិនចង់ទៅយកកបិតចលោម៉ាក់របស់គាត់រោកាប់ពីខាងក្នុងលបងមកទៀតគឺម៉ាក់របស់គាត់គឺខ្លាចមែនតើទាំងអស់គ្នាហើយម៉ាក់ប៉ារបស់គាត់គឺថែមទាំងប្រាប់គាត់ថាចេះកូនណាបើសិនជាមួយនឹងរោរឿងអីកុំនៅចិត្តវាឲ្យសោះប្រយ័ត្នវាកាប់ងាប់តែកូនឯងងាប់វាបានត្រឹមតែជាប់គុកឬក៏បានត្រឹមតែទៅមណ្ឌលកែប្រែទៅប៉ុណ្្នឹងទេកូនឯងគឺងាប់តែអញ្ចឹងលល់មុំអីគឺមិនបាច់ឆ្លោះមិនបាច់ពេកពាក្យពាន់អីមួយវាទេអញ្ចឹងគាត់ក៏ស្ដាប់ម៉ាក់របស់គាត់រហូតនឹងឯងទាំងអស់គ្នាអញ្ចឹងគាត់ថាមានពេលមួយនោះវាគឺជាពេលដែលគាត់ឃើញមុខបងលើកចុងក្រោយអញ្ចឹងណាពេលហ្នឹងគឺប៉ារបស់គាត់គឺឈឺធ្ងន់ខ្លាំងមែនតើត្រូវឡើងមកពេទ្យកាលម៉ែនឹងពេញទៀតមកព្យាបាលខ្លួនពេលហ្នឹងគឺគាត់នៅមួយប្អូនស្រីរបស់គាត់នៅស្រុកតែម៉ាក់ប៉ាគាត់អត់ទុកចិត្តគាត់ខ្លាចថាចេះហើយនៅទៅពីអ្នកបងប្អូនអញ្ចឹងបើសិនជាមួយបែកថ្នាំនឹងចូលមកក្នុងផ្ទះធ្វើបាបអីគឺពិបាកអញ្ចឹងឡើងមកពេញទាំងអស់គ្នាមកឡើងមកព្យាបាលខ្លួននឹងពេញទាំងអស់គ្នាចឹងទៅពេលហ្នឹងគាត់នៅពេញរយៈពេល2អាទិត្យទាំងអស់គ្នាទំរំបានត្រឡប់ទៅវិញតែនៅពេលដែលគាត់មើលប៉ារបស់គាត់នឹងពេញម៉ាក់របស់គាត់ហ្នឹងណាក៏ស្រាប់តែគេនៅស្រុកទៅប្រាប់ថាចេះកូនប្រុសអ្នកចិត្តខាងរបស់ម៉ាក់គាត់កូនប្រុសអ្នកចិត្តខាងផ្ទះគាត់ហ្នឹងណាគឺបងប្រុសម្នាក់ហ្នឹងបានឡើងទៅលើដំបូលផ្ទះលួចទៅលើដំបូលផ្ទះលេងហ្នឹងប៉ុន្តែលួចពីរដងទាំងគ្នាម្ដងពីរដងគឺគេនិយាយថាជួយបានទៅប៉ុន្តែលើកទី3ហ្នឹងពេលដែលគាត់ឡើងទៅលួចហ្នឹងធ្លាក់មកវិញហ្នឹងគឺនិយាយថាចុងទាំងអស់គ្នាចុងជាមួយថ្មខាងក្រោមគាត់ស្លាប់នៅពេលហ្នឹងចឹងទៅម៉ាក់របស់គាត់ហើយប៉ារបស់គាត់អារម្មណ៍មួយគឺធូរចិត្តបន្តិចពីថាធម្មតាផ្ទះយើងនៅពេលដែលមានអ្នកជិតខាងជាមនុស្សជក់ថ្នាំអញ្ចឹងយើងចិត្តភ័យបារម្ភអីអញ្ចឹងពេលដែលគាត់ស្លាប់បាត់ទៅអារម្មណ៍មួយគឺយើងធូរចិត្តយើងមិនមែនទៅស្បាយអត់អីទេតែយើងធូរចិត្តត្រង់អីអស់អ្នកបង្កបញ្ហាអញ្ចឹងទៅអញ្ចឹងពេលដែលប៉ារបស់គាត់តម្រូវព្យាបាលគឺពេលគាត់ត្រឡប់ទៅវិញអញ្ចឹងណាពេលដែលត្រឡប់ទៅវិញហ្នឹងពួកគាត់ទាំងអស់គ្នាគឺអត់ដែលបានឃើញរូបរាងបងប្រុសម្នាក់ហ្នឹងពេលដែលគេលោតស្លាប់ហ្នឹងមិនគឺអត់ដែលឃើញទេទាំងអស់គ្នាឮតែអ្នកជិតខាងបងប្អូនសាច់ញាតិគេបាននិយាយអញ្ចឹងទៅអញ្ចឹងយប់ដំបូងគាត់ត្រឡប់មកដល់ស្រុកវិញហ្នឹងបន្ទប់របស់គាត់គឺនៅជាន់ខាងលើបន្ទប់ប្អូនស្រីរបស់គាត់គឺនៅជាន់ខាងក្រោមផ្ទះគាត់គឺជាប្រភេទផ្ទះឈើ2ជាន់ទាំងអស់គ្នាហើយផ្ទះឈើ2ជាន់ហ្នឹងគឺរបៀបថាមកនៅក្នុងភូមិរបស់គាត់គឺគេធ្វើផ្ទះប្រភេទហ្នឹងទាំងអស់គ្នានឹងឯងសូម្បីតែផ្ទះបងប្រុសញៀនឆ្នាំហ្នឹងក៏គាត់ធ្វើផ្ទះឈើ2ជាន់ដែរហើយនៅខាងក្រោមគឺឡើងដាក់ជ្រុកស្រូវអញ្ចឹងណាចំណែកផ្ទះគាត់គឺនៅខាងក្រោមធ្វើពីថ្មនឹងឯងអញ្ចឹងបន្ទប់របស់គាត់នៅជាន់លើនឹងឯងទាំងអស់គ្នាអញ្ចឹងពេលដែលគាត់ហូបបាយប៉ាម៉ាក់របស់គាត់រួចគាត់ក៏ឡើងទៅលើផ្ទះអញ្ចឹងទៅហើយពេលហ្នឹងម៉ាក់ប៉ារបស់គាត់បងប្អូនរបស់គាត់អីគឺអារម្មណ៍មួយគឺស្ងប់ចិត្តខ្លាំងមែនទែនដោយសារតែអត់មានសម្លេងឡូឡាឬក៏
ស្រែកជេរផ្អើលអីទៀតទេវាខុសពីពេលដែលបងប្រុសម្នាក់នៅរស់គាត់ថាពេលដែលបងប្រុសម្នាក់នៅរស់កំពុងតែសុកម៉ោងបាន12 10យប់ម៉ោង1អីក៏មានដែរស្រែកជេរស្រែកឡូឡាជេរម្រាយគេជេរម្រាយពេញភូមិអញ្ចឹងទៅប៉ុន្តែលឿនគឺស្ងប់ខ្លាំងមែនតើគាត់ក៏ឡើងទៅលើដេកហើយដោយសារតែឃើញថាបងប្រុសគាត់ស្លាប់បាត់ហើយអញ្ចឹងទ្វារប្អូចបន្ទប់របស់គាត់ហ្នឹងគឺគាត់បានបាត់ទេគឺគាត់បែកចំហចោលប្អូចគាត់គឺរបៀបថាពីរទាំងគ្នាអានៅចំហៀងផ្ទះដែលនៅទល់មុខទល់អាកន្លែងផ្ទះអ៊ំស្រីម្នាក់នឹងជិតខាងហ្នឹងមួយហើយនឹងមួយទៀតគឺប្អូចខាងក្រោយគាត់បែកប្អូចទាំងអស់គាត់ក៏ដេកអញ្ចឹងទៅពេលដែលគាត់កំពុងដេកនៅម៉ោងប្រហែលជាខ្ទង់ម៉ោង1យប់គាត់នឹងក៏ភ្ញាក់ឈឺនោមគាត់ក៏ចុះពីលើក្រែពេលគាត់ចុះពីលើក្រែហ្នឹងនៅក្នុងផ្ទះរបស់គាត់គឺបាច់ភ្លើងអស់លេញពេលដែលគាត់ចុះពីលើក្រែហ្នឹងគាត់ត្រូវដើរកាត់អាប្អូចដែលនៅអាកន្លែងប្អូចដែលអាចសម្លឹងមើលឃើញផ្ទះរបស់បងប្រុសញៀន5ម្នាក់ហ្នឹងគាត់ក៏ដើរកាត់ប្អូចហ្នឹងពេលដែលគាត់ដើរកាត់ប្អូចហ្នឹងទៅដោយសារតែយប់ល្ងឹតផ្ទះអ៊ំស្រីហ្នឹងក៏ល្ងឹតដែរគាត់ក៏មើលឃើញស្មៅប្លង់បងមនុស្សប្រុសម្នាក់វាទៅរបៀបថាដូចតោងទាំងគ្នាតោងតាមប្អូចខ្លួនផ្ទះរបស់អ៊ំស្រីម្នាក់ហ្នឹងឡើងទៅខាងលើប៉ុន្តែពេលគាត់ជិះផ្ទៀងមើលចេះគាត់ថាចេះរូបហ្នឹងអារបៀបជាសត្វឬមួយក៏ស្អីគេប្រកាសវាឡើងឲ្យបើសត្វអីគេធំម៉ែរូបរឿងឡើងធំដែរហ្មងណាគឺវាឡើងតាមប្អូចទៅខាងលើប៉ុន្តែពេលគាត់ព្យាយាមមើលចឹងទៅបងប្អូនប៉ុន្តែមើលពេលហ្នឹងក៏គាត់មើលតាមបន្តិចឬគាត់ក៏ឈឺនោមខ្លាំងពេកគាត់ដើរចុះទៅបន្ទប់ទឹកទៅពេលគាត់ដើរទៅបន្ទប់ទឹកទៅជូននោមជិះរួចគាត់ក៏ដើរឡើងមកវិញពេលគាត់ដើរឡើងមកវិញហ្នឹងគាត់ដើរទៅមើលកន្លែងប្អូចនឹងម្ដងទៀតក៏គាត់បានឃើញសម្ៅស្ទង់កំពុងតែអង្គុយនៅលើដំបូលផ្ទះអង្គុយទាំងអស់គ្នាបន្ទាប់ពីអង្គុយគាត់មើលជាគាត់ឆ្ងល់ថាអង្គុយលើដំបូលផ្ទះហ្នឹងជាសត្វមែនអាចថាសត្វមៀមឬក៏សត្វអីដែលមកទុំលើដំបូលផ្ទះអញ្ចឹងណាមួយគាត់វិយប់ពេកមើលមិនច្បាស់ឃើញសម្ៅផ្លុងហើយប៉ុន្តែបើជាសត្វមៀមវារបៀបថាគួរតែហោះចេញឬមួយក៏មិនអញ្ចឹងទៅប៉ុន្តែនេះគឺអត់ទេគឺក្រោកឈរលើដំបូលហើយកម្ពស់ហ្នឹងគឺរបៀបថាចូល1.7 1.8 ម៉ែត្រអីហីគឺឈរលើដំបូលហ្នឹងអញ្ចឹងបងប្អូនអស់ពីឈរលើដំបូលគាត់ដើរអញ្ចឹងគាត់ព្យាយាមមើលប៉ុន្តែគាត់ឆ្ងល់ថាចំថាចិត្តនេះចំអ៊ំប្រុសដែលជាឪពុកហ្នឹងឡើងលើដំបូលទៅយប់មែនគាត់ព្យាយាមទៀងមើលអញ្ចឹងបងប្អូនប៉ុន្តែពេលហ្នឹងគាត់របៀបថាក៏លៀបក៏បាត់រូបនឹងទៅអញ្ចឹងទៅគាត់ក៏ទាញប្អូចបាត់បន្តិចហើយក៏ឡើងដេកវិញទៅអាហ្នឹងយប់ទី1ដែលគាត់បានឃើញចូលដល់យប់ទី2នៅម៉ោងប្រហែលជាខ្ទង់ម៉ោង1យប់គាត់ដេកអត់លក់សោះមកទាំងអស់គ្នាដោយសារតែគាត់ឮសំឡេងព្រឹបនៅផ្ទះជិតខាងរបស់គាត់ដោយសារអីផ្ទះពួកគាត់គឺមានបាល់លបងនៅកណ្ដាលមែនប៉ុន្តែចម្ងាយបើគិតទៅគឺឆ្ងាយពីប្រហែលជាខ្ទង់20 ម៉ែត្រអីទេមកល្មមអាចថាយើងមើលពីហ្នឹងទៅឃើញអញ្ចឹងណាគឺឮសំឡេងព្រឹបនៅកន្លែងខាងក្រោមផ្ទះរបស់អ្នកជិតខាងរបស់គាត់អញ្ចឹងគាត់ក៏វាថាដើរទៅជិតប្អូចដែលរបៀបបាយតែកន្លែងផ្ទះអ៊ំស្រីហ្នឹងក៏មើលពីលើទៅពេលដែលគាត់មើលទៅគាត់ក៏បានឃើញមនុស្សប្រុសវាទាំងអស់គ្នាវារូបរាងមនុស្សទៀតហើយវានៅលើដីហើយរូបរាងទៅពេលគាត់ឃើញពេលហ្នឹងគឺគាត់ឃើញរាងច្បាស់ព្រោះអីផ្ទះហ្នឹងគឺរបៀបថាភ្លើងខាងក្រោមគេបើកចោលអញ្ចឹងគឺភ្លឺហ្នឹងគាត់ឃើញរូបរាងវាលើដីរូបរាងហ្នឹងគឺរបៀបថាមើលទៅមិនដឹងថាប្រឡាក់ផុកឬមួយក៏ឈាមទេវាលើដីរួចវាជិបជើងអសវាជិបជើងអសក៏ព្យាយាមផ្ទះមើលចេះគាត់ថាអ៊ំប្រុសម្នាក់ហ្នឹងមែនឬមួយក៏ពីណាគេពេលហ្នឹងគាត់អត់តន់គិតថាជាខ្មាច់បងប្រុសបែកខ្លាំងម្នាក់ហ្នឹងគឺអត់តន់គិតហ្មងគាត់ព្យាយាមមើលពីផ្ទះទៅពេលដែលមើលទៅក៏ឃើញថាមនុស្សវាទាំងអស់គ្នាវាតាមនេះណាវាតាមប្រសពផ្ទះឡើងទៅខាងលើវាឡើងទៅខាងលើរួចក៏តោងលើថាតោងតាមលើជញ្ជាំងផ្ទះខាងលើហ្នឹងតោងឡើងទៅតោងទៅបន្តតោងទៅឲ្យគាត់មើលកាំងទៅដូចស្អីសាហាវដូច Spider-Man អញ្ចឹងទាំងដែលម្នាក់ហ្នឹងទាំងអស់គ្នាគឺគាត់ឃើញរូបរាងគឺវាសម្បប់ព្រមគឺឃើញវាច្បាស់មែនតើគាត់មើលទៀតមើលចង់ដឹងថាគេធ្វើបន្តទៀតមើលកងម្នាក់ហ្នឹងវាឡើងដល់លើដំបូលវាឡើងដំបូលឲ្យឈោអស់កពួរហ្មងឈោអស់កពួរទាំងអស់គ្នាឈោអស់កពួររួចបែរសម្លឹងនេះមកមើលគាត់ស្រែកសួរហែងមើលស្អីស្រែកមើលបាត់ស្រែកបាត់តំហឹងមកគាត់ថាហែងមើលស្អីហ្នឹងហើយគាត់ថាពេលដែលស្រែកដល់ទាំងអស់គ្នាម្នាក់ហ្នឹងដូចចង់ហក់មករកគាត់អញ្ចឹងប៉ុន្តែនៅពេលដែលហក់មករកគាត់ហ្នឹងគឺគាត់ទាញប្រួយបាត់ទៅគាត់បាត់ស្លេងបាត់ស្ងាត់ឆឹងនឹងឯងគាត់ភ័យងាប់ខ្លួនខ្លាំងមែនតើគាត់ចាំស្លេងនឹងច្បាស់ស្លេងនឹងស្រែកហ្នឹងគឺជាស្លេងបងប្រុសម្នាក់នឹងឯងដែលស្រែកថាហែងមើលស្អីហ្នឹងគឺស្លេងបងប្រុសម្នាក់នឹងឯងដល់គ្នាគឺគាត់មានអារម្មណ៍ថាខ្លាចងាប់ខ្លួនខ្លាំងមែនតើគាត់ខ្លាចខ្លាំងដល់គ្នាគាត់ភ្លុំពុតដេករហូតដល់ភ្លឺនឹងឯងចូលយប់ទី3ទៅបីលឺទៀតលឺសំឡេងវាលឺសំឡេងព្រឹបឡើងទៀតហើយចង់ពេលហ្នឹងដល់គ្នាអារម្មណ៍មួយគឺថាអត់ចង់មើលទេចង់ចឹងពីក្នុងបន្ទប់ទៅខាងក្រោមអារម្មណ៍មួយទៀតគឺគាត់ចង់ដឹងថាម្នាក់ធ្វើអីបន្តទៀតគាត់លឺសំឡេងព្រឹបទៀតចឹងទៅគាត់ក៏ថាចែបើសិនជាគេវាក៏មិនវាផ្ទះគាត់ដែរវានៅកន្លែងផ្ទះផ្សេងទេចឹងវាអត់ពាក់ព័ន្ធនឹងពួកគាត់ទេបាក់មើលទៅគាត់ក៏បាក់ពួតលបទាំងអស់គ្នាបាក់មើលពេលដែលគាត់បាក់លបក៏ស្រាប់តែបងប្រុសម្នាក់ហ្នឹងមិនមែនវានៅផ្ទះខ្លួនឯងទេប៉ុន្តែបងប្រុសម្នាក់ហ្នឹងកំពុងតាមនៅពួតផ្ទះរបស់គាត់មើលមកគាត់ចែងើយពីខាងក្រោមមកទីមើលគាត់ចែគាត់អោនចុះទៅម្នាក់មើលពីនឹងចេះមើលអោងើយមកមើលគាត់ចេះហើយមើលអីមើលចេះចឹងដាក់គាត់មកដល់ពីគាត់ថាពេលនោះគឺគាត់កាំងមែនតើគាត់ដូចត្រង់ជើងត្រង់ខ្លាចមែនតើហ្មងហើយម្នាក់នោះក៏បាត់ទៅប៉ុណ្ណឹងចឹងទៅប៉ុន្តែលើក្រោយទៅក៏នៅតែបន្តឲ្យលឺឃើញចឹងណាប៉ុន្តែនៅក្នុងយប់ហ្នឹងគាត់ស្ទើរតែបាត់បង់ថាបាត់បង់ស្មារតីអីស្អីគឺច្បាស់ខ្លាំងពេកបងប្រុសហ្នឹងគឺមកវានៅកន្លែងសសរផ្ទះគាត់នឹងឯងគាត់មានអារម្មណ៍ថាខ្លាចលំងាប់ខ្លួនខ្លាចដល់ថ្នាក់អត់ហ៊ាននៅបន្ទប់ចង់លើនឹងទេទៅបន្ទប់ចង់ខាងក្រោមវិញទៅដេកនៅខាងបន្ទប់របៀបថាជាមួយបងស្រីរបស់គាត់តែបងស្រីគាត់ចេញនៅក្រែគាត់ដេកនៅខាងក្រោមនឹងឯងដល់គ្នាហើយរឿងរ៉ាវហ្នឹងក៏អាចនិយាយបានថា
វាការជំនាន់គាត់គឺល្បីខ្លាំងមែនទែនជាមួយនឹងបងប្រុសម្នាក់ហ្នឹងដែលហៅគេថាដែលគេគ្រប់គ្នាហ្នឹងហៅថាខ្មោចញៀនថ្នាំខ្មោចបាច់ថ្នាំនឹងឯងតែបងប្អូនចំពោះរឿងរ៉ាវដែលគាត់បានចែកម្លែកក៏មានតែប៉ុណ្្នឹងដែរសម្រាប់បងប្អូនយើងចែកម្លែកណាកុំភ្លេចឆានមកខ្នត់ខាងអាជីពខ្ញុំផង